ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំបងប្អូនមកមើលពីរបៀបសំណម្ជូរត្រកួនក្បាលត្រីឆ្ដោជាមួយនឹងត្រួយអំពិលបងប្អូនណាគ្រឿងផ្សំរបស់យើងគឺមានក្បាលត្រីចំនួន1ក្បាលត្រកួនម្រះព្រៅត្រួយអំពិលឬក៏ស្លឹកអំពិលណាបងប្អូនប៊ីចេងម្សៅស៊ុបប្រហុកនិងទឹកត្រីសម្រាប់ក្បាលត្រីនេះគឺយើងកាត់វាជាកង់ទៅបងប្អូនណាហើយតែយើងយកទៅលាងជាមួយនឹងអំបិលក៏បានក្រូចឆ្មាក៏បានដែរបើសិនជាបងប្អូនលាងជាមួយក្រូចឆ្មាកាន់តែកាត់មើលហើយនឹងក្លិនបានល្អមែនតើបងប្អូនហើយសម្រាប់ត្រកួននេះយើងកាត់ជាកង់តូចៗចឹងខ្លីៗចឹងបងប្អូនណាម្ដេចប្រើនេះគឺយើងបាញ់យកទៅស្លឹកវាមកចំណែកត្រួយអំពិលនេះយើងត្រូវយកវាហាន់ជាកង់តូចចំណិតតូចសិនបងប្អូនសម្រាប់ប្រហុកនេះគឺយើងយកទៅជ្រុំវាតែបងប្អូនយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាចាំបងប្អូនពេលនេះទឹកស្លយើងបានពុះណាអញ្ចឹងដំបូងឡើយយើងត្រូវដាក់ប្រហុកជ្រុំវាសិនបងប្អូននេះជ្រុំសិនទៅទៅយើងយកឆ្អឹងវាចេញណាបងប្អូនបន្តមកទៀតគឺយើងដាក់ក្បាលត្រីដើម្បីយើងបានលាងសម្អាតរួចរាល់ហ្នឹងចូលទៅបងប្អូនណាតបមកយើងដាក់ក្បាលត្រីរបស់យើងនេះចូលទៅបងប្អូនយើងដួសកំពុះនេះចេញទៅបងប្អូនណាយើងដួសកំពុះចេញអស់ទៅហើយទៅយើងដាក់ចេញក្នុងចេញទៅយើងដាក់ចេញចូលទៅណាម្សៅស៊ុបទៀតគឺយើងដាក់ត្រកួនចូលទៅបងប្អូនហើយទៅត្រួយអំពិលយើងដាក់ជាមួយគ្នាទៅច្រមុះទៅបងប្អូនណាយើងដាក់ត្រួយអំពិលចូលជាមួយមកទៅពួកអីបើយើងចាំតទៅត្រកួនឆ្អិនយើងដាក់ត្រួយអំពិលទៅនៅតែចេញជាតិជូរគឺត្រកួនរបស់យើងនៅអត់លួយទៅបងប្អូនណាឡើងណាគឺយើងភ្លក់ពេលដែលទឹកសឡប់ពុះគឺយើងភ្លក់ទៅបងប្អូនណាមកល្មមណារសជាតិបងប្អូនចូលចិត្តគឺរួចរាល់ហើយបងប្អូនស្លរបស់យើងពុះបងប្អូនអញ្ចឹងមានពពុះដែនបែបហ្នឹងគឺយើងដងវាចេញបងប្អូនណាសម្រាប់ដងវាចេញទៅទៅកូនទៅគឺឆ្អិនអូខេណារួចរាល់ហើយបងប្អូនទៅវាដាក់ញ៉ាំទៅចូលបងប្អូនបងប្អូនអាចដាក់ម្អមចំនួនក៏បានដែរប៉ុន្តែនេះខ្ញុំដាក់ម្រះព្រៅទៅវាក្លិនវាឆ្ងាញ់ម្យ៉ាងណាបងប្អូនអាចសាកល្បងធ្វើយ៉ាងបាន ប
ចាំបងប្អូនទាំងអស់គ្នាពេលនេះសម្លមកជួយតពួនក្បាលត្រីរបស់ពួកយើងគឺបានចាំរួចរាល់ហើយបងប្អូនហើយបើសិនជាចូលចិត្តបងប្អូនជួយចុច like និង subscribe channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមតែសាកមកធ្វើញ៉ាំបានទាំងអស់គ្នាបងប្អូនណា